ចឹងសរុបមកសម្រាប់ថ្ងៃច័ន្ទនេះដែលជាថ្ងៃដើមសប្តាហ៍ទីផ្សារបើកមកជាមួយនឹងរឿងរ៉ាវដែលគួរបារម្ភជាច្រើនមិនថាខាងផ្នែកសេដ្ឋកិច្ចមិនថាខាងភូមិសាស្ត្រនយោបាយសុទ្ធតែជារឿងមួយដែលដុតកម្ដៅឲ្យទីផ្សារនោះវាមានការកើនឡើងធ្វើឲ្យសហរដ្ឋអាមេរិកគឺធ្វើការដាក់បំរាមក៏ដូចជាធ្វើការប្រមានទៅលើប្រទេសអ៊ីរ៉ង់ផងដែរថាប្រសិនបើនៅតែបន្តសម្លាប់ប្រជាជនដែលតវ៉ាបែបនេះទៀតនោះសហរដ្ឋអាមេរិកនឹងបើកប្រតិបត្តិការទ្រង់ទ្រាយធំដើម្បីធ្វើយ៉ាងណាផ្ដួលរំលំរបបថ្នាក់ដឹកនាំរបស់ប្រទេសអ៊ីរ៉ង់នេះផងដែរជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំគុណណាន់ជាអ្នកវិភាគព័ត៌មានប្រចាំក្រុមហ៊ុន GFG Investment នៅថ្ងៃទី12មករានេះខ្ញុំនឹងធ្វើការចែករំលែកជូននៅព័ត៌មានផ្សេងៗដែលតាក់ទងជាមួយនឹងបម្រែបម្រួលទៅលើតម្លៃទីផ្សារថ្ងៃនេះខ្ញុំមានព័ត៌មានចំនួន2ធំៗដែលទី1គឺតាក់ទងទៅនឹងបញ្ហាភូមិសាស្ត្រនយោបាយនិងទី2គឺតាក់ទងទៅនឹងព័ត៌មានសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកតាក់ទងទៅនឹងព័ត៌មានសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកដែលកាលពីកន្លងទៅជាពិសេសកាលពីថ្ងៃសុក្រដែលទាំងអស់គ្នាគឺបានតាមដានតាក់ទងទៅនឹងទិន្នន័យសេដ្ឋកិច្ចដ៏សំខាន់របស់សហរដ្ឋអាមេរិកគឺតាក់ទងទៅនឹងទិន្នន័យ Non-Farm Payroll ជាមួយនឹង Unemployment Rate របស់អាមេរិកអូខេអញ្ចឹងអ្វីដែលជាទិន្នន័យដែលបានកើតឡើងកាលពីថ្ងៃសុក្រនោះគឺហាក់បីជាមានភាពចម្រុះត្រង់ថា Non-Farm Payroll គឺចេញមកមិនល្អនោះទេគឺវាទាបជាងការព្យាករណ៍ខណៈដែល Unemployment Rate គឺវាបែរជាល្អជាងការព្យាករណ៍ដែលវាធ្លាក់ចុះរហូតដល់ទៅ 4.4% ខណៈដែលការព្យាករណ៍របស់គេគឺ 4.5% និងទិន្នន័យការពីខែចាស់គឺ 4.6% អញ្ចឹងតាក់ទងទៅនឹងការថ្លឹងថ្លែងទៅលើព័ត៌មានដែលបានចេញមកកាលពីថ្ងៃសុក្រនេះបើយើងថ្លឹងថ្លែងទៅគឺហាក់បីជានៅ 50% ម្នាក់ប៉ុន្តែទោះបីយ៉ាងណាក៏ដោយតម្លៃទីផ្សារគឺវាមិនបាននៅត្រឹងនោះទេតម្លៃទីផ្សារមាសគឺវាបានកើនឡើងជាបន្តបន្ទាប់រហូតដល់ព្រឹកថ្ងៃច័ន្ទនេះតម្លៃហាងឆេះមាសតាំងពីបើកផ្សារនៅក្នុងតម្លៃ $4,509 ក្នុងមួយអោនមកគឺវាមានការហក់ឡើងយ៉ាងគំហុកតែម្ដងរហូតដល់តម្លៃ $4,600 នៅក្នុងមួយអោនបើយើងគិតទៅទំហំគឺជិត$100នោះនៅក្នុងមួយអោនហើយបើយើងគិតជាតម្លឹងវិញគឺជាង$100នៅក្នុងមួយតម្លឹងដែលវាបានឡើងតាំងពីតម្លៃ$5,432នៅក្នុងមួយតម្លឹងរហូតដល់តម្លៃ$5,542នៅក្នុងមួយតម្លឹងតាក់ទងទៅនឹងព័ត៌មានការពីថ្ងៃសុក្រដែលជាទិន្នន័យសេដ្ឋកិច្ចនោះវាមិនមានឥទ្ធិពលអីដែលធ្វើឲ្យតម្លៃហាងឆេះមាសឡើងដល់ថ្នាក់នេះទេប៉ុន្តែអ្វីទៅដែលជាការរុញច្រានដែលធ្វើឲ្យតម្លៃមាសវាមានការហក់ឡើងខ្លាំងបែបនេះគឺតាក់ទងទៅនឹងបញ្ហាភូមិសាស្ត្រនយោបាយបញ្ហាភូមិសាស្ត្រនយោបាយគឺសំដៅទៅលើសហរដ្ឋអាមេរិកធ្វើការគំរាមកំហែងទៅកាន់ប្រទេសអ៊ីរ៉ង់ជុំវិញការបាតកម្មរបស់ប្រទេសអ៊ីរ៉ង់ពីមហាជនចឹងតាក់ទងទៅនឹងចំណុចនេះប្រទេសអ៊ីរ៉ង់ក៏បានធ្វើការសម្លាប់តាក់ទងទៅនឹងប្រជាជនដែលបានតវ៉ាអស់ជិតចំនួន200នាក់រួចមកហើយដែលចំណុចនេះបានធ្វើឲ្យសហរដ្ឋអាមេរិកគឺធ្វើការដាក់បំរាមក៏ដូចជាធ្វើការប្រមានទៅលើប្រទេសអ៊ីរ៉ង់ផងដែរថាប្រសិនបើនៅតែបន្តសម្លាប់ប្រជាជនដែលតវ៉ាបែបនេះទៀតនោះសហរដ្ឋអាមេរិកនឹងបើកប្រតិបត្តិការទ្រង់ទ្រាយធំដើម្បីធ្វើយ៉ាងណាផ្ដួលរំលំរបបថ្នាក់ដឹកនាំរបស់ប្រទេសអ៊ីរ៉ង់នេះផងដែរដែលទាំងអស់នេះហើយដែលជាចំណុចមួយធ្វើឲ្យក្តៅមែនទែនដែលធ្វើឲ្យទីផ្សារមានការហក់ឡើងទាំងព្រឹកព្រលឹមតែម្ដងរហូតដល់តម្លៃថ្មីជាប្រវត្តិសាស្ត្រម្ដងទៀតហើយគឺ$4,600នៅក្នុងមួយអោនអូខេអញ្ចឹងទាំងអស់នេះហើយដែលជាព្រឹត្តិការណ៍ដែលបានរុញច្រានឲ្យតម្លៃមាសវាមានការប្រែប្រួលខ្លាំងបែបនេះហើយមួយវិញទៀតខ្ញុំសូមធ្វើការរំលឹកផងដែរតាក់ទងនឹងព័ត៌មានដែលការពីថ្ងៃសុក្រដែលបានលើកឡើងតាក់ទងនឹងការប្រកាសទៅលើសេចក្តីសម្រេចរបស់តុលាការកំពូលរបស់អាមេរិកជុំវិញការអនុវត្តគោលនយោបាយពន្ធកោរបស់លោកដូណាល់ត្រាំអញ្ចឹងអ្វីដែលជាលទ្ធផលនៃកិច្ចប្រកាសរបស់គេនោះគឺគេបានប្រកាសថាมันមានចំណាត់ការឬក៏มันមានការសម្រេចណាមួយជុំវិញតាក់ទងនឹងការអនុវត្តពន្ធកោរបស់លោកដូណាល់ត្រាំនៅឡើយនោះទេអញ្ចឹងចំណុចនេះក៏ជាចំណុចមួយបានបន្ថែមឲ្យទីផ្សារមាសមានការហក់ឡើងផងដែរពីព្រោះវាបានឆ្លុះបញ្ចាំងអំពីការខកចិត្តក៏ដូចជាការរំពឹងរបស់អ្នកវិភាគដែលគេវិភាគថាតាក់ទងនឹងការសម្រេចរបស់តុលាការមួយនេះអាចនឹងធ្វើការប្រកាសថាអ្វីដែលលោកដូណាល់ត្រាំបានអនុវត្តនោះគឺជារឿងដែលខុសច្បាប់ហើយក៏ជាចំណុចមួយដែលអាចទាញឲ្យតម្លៃមាសវាមានការធ្លាក់ចុះប៉ុន្តែទីបំផុតគឺវាមិនបានកើតឡើងដោយអ្វីដែលជាការរំពឹងទុករបស់គេនោះទេអញ្ចឹងសរុបមកសម្រាប់ថ្ងៃច័ន្ទនេះដែលជាថ្ងៃដើមសប្តាហ៍ទីផ្សារបើកមកជាមួយនឹងរឿងរ៉ាវដែលគួរបារម្ភជាច្រើនមិនថាខាងផ្នែកសេដ្ឋកិច្ចមិនថាខាងភូមិសាស្ត្រនយោបាយសុទ្ធតែជារឿងមួយដែលដុតកម្ដៅឲ្យទីផ្សារនោះវាមានការកើនឡើងអញ្ចឹងសម្រាប់បងប្អូនដែលធ្វើការវិនិយោគលើទីផ្សារមួយនេះបងប្អូនទាំងអស់គ្នាសូមធ្វើការប្រុងប្រយ័ត្នឲ្យបានខ្ពស់ដោយធ្វើការកំណត់ stop loss ក៏
ដូចជា take profit ឲ្យបានត្រឹមត្រូវដើម្បីការពារហានិភ័យក៏ដូចជាការពារផលចំណេញរបស់បងប្អូនអ្នកគ្នាផងដែរសម្រាប់ព័ត៌មាននៅក្នុងថ្ងៃនេះមានតែប៉ុណ្ណឹងអរគុណបងប្អូនអ្នកគ្នាដែលបានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់សម្រាប់ព័ត៌មានបន្ថែមក៏ដូចជាចំណេះដឹងផ្សេងៗទាក់ទងនឹងការវិនិយោគលើទីផ្សារមួយនេះសូមធ្វើការទំនាក់ទំនងមកកាន់ក្រុមការងារតាមរយៈលេខទូរស័ព្ទក៏ដូចជា page របស់ក្រុមហ៊ុនហើយមួយវិញទៀតដើម្បីទទួលបាននូវព័ត៌មានថ្មីៗតាមព្រឹត្តិការណ៍ទីផ្សារសូមបងប្អូនធ្វើការ join Channel Telegram របស់ក្រុមហ៊ុនដែលមាន link នៅខាងក្រោមសូមអរគុណសូម